ជាដំបូងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុវណ្ណសៃនិតរៀននៅថ្នាក់កសម្រាប់សប្តាហ៍ទី10នេះដែរគឺនាងខ្ញុំសង្ខេបមេរៀនការវាយតម្លៃផលប័ត្រអញ្ចឹងសម្រាប់វត្ថុបំណងនៅក្នុងមេរៀននេះដែរគឺមានកំណត់ការនិយមន័យការវាយតម្លៃផលប័ត្រក្រដាសផលប័ត្រ Digital គុណសម្បត្តិគោលវិបត្តិនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលប័ត្រក្នុងការបង្រៀនរៀបរាប់ពីចរិតលក្ខណៈផលប័ត្រដែលមានប្រសិទ្ធភាពជំហានក្នុងការអនុវត្តនិងសារៈប្រយោជន៍ផលប័ត្រ Digital កំណត់ពីវេទិកាដែលអាចផ្ទុកផលប័ត្រ Digital សម្រាប់ប្រើប្រាស់ក្នុងការបង្រៀននិងរៀនតាមមុខវិជ្ជាទម្លាប់ប្រើប្រាស់ផលប័ត្រដើម្បីតាមដានពីការរីកចម្រើនរបស់សិស្សមាតិកាគឺមានចំនួន6គឺការវាយតម្លៃផលប័ត្រចរិតលក្ខណៈផលប័ត្រគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលប័ត្រប្រភេទផលប័ត្រការរៀបចំនិងការអនុវត្តពីតម្លៃផលប័ត្រនិងចំណុចទី6គឺសង្ខេបអញ្ចឹងសម្រាប់ការវាយតម្លៃផលប័ត្រនេះដែរគឺដំណើរការនៃការប្រមូលនិងការវិតម្លៃតាមដំណាក់កាលឬបញ្ចប់ដើម្បីជាឯកសារវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅសិក្សាប្រមូលស្នាដៃការងារផ្សេងៗដើម្បីជាភស្តុតាងក្នុងការរីកចម្រើនការប្រមូលកិច្ចការនិងភស្តុតាងការសិក្សាប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សអញ្ចឹងការវាយតម្លៃផលប័ត្រជាការវាយតម្លៃលើការប្រមូលផ្ដុំការងាររបស់សិស្សក្នុងរយៈពេលណាមួយចរិតលក្ខណៈនៃផលប័ត្រគឺមានគោលបំណងច្បាស់មានការរៀបចំជាប្រព័ន្ធមានការឆ្លុះបញ្ចាំងដោយឆ្លុះបញ្ចាំងខ្លួនឯងសិស្សចូលរួមជ្រើសរើសស្នាដៃចរិតលក្ខណៈនៃផលប័ត្រគឺគោលបំណងច្បាស់លាស់ផលិតផលការងារអញ្ចឹងមានការប្រមូលផ្ដុំការរៀបចំបានល្អមានលក្ខណៈជាប្រព័ន្ធអញ្ចឹងសិស្សមានការចូលរួមលើកទឹកចិត្តកិច្ចការឬស្នាដៃរបស់សិស្សម្នាក់ជ្រើសរើសខ្លឹមសារដោយខ្លួនឯងការណែនាំដែលបានបង្កើតត្រូវបានប្រើក្នុងសរសេរខ្លឹមសារស្វ័យឆ្លុះបញ្ចាំងរបស់សិស្សអញ្ចឹងគឺសិស្សគាត់បានធ្វើដោយខ្លួនឯងមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់និងសមស្របសម្រាប់ការវាយតម្លៃមានការប្រជុំរវាងគ្រូនិងសិស្សដើម្បីពិនិត្យនឹងការវាយតម្លៃសម្រាប់គុណសម្បត្តិផលប័ត្រជំរុញស្វ័យវាយតម្លៃនិងការវាយតម្លៃបែបសហការរបស់សិស្សបង្កើនការលើកទឹកចិត្តផ្ដោតលើចំណុចខ្លាំងនិងអ្វីដែលពួកគេអាចធ្វើបានការវាយតម្លៃគឺមានលក្ខណៈជាបុគ្គលម្នាក់ដោយសារតែគឺជាការធ្វើកិច្ចការនឹងជាស្វ័យបុគ្គលគាត់បានផ្ដើមមានថាគាត់បានសរសេរដោយខ្លួនឯងផ្ដល់ឧទាហរណ៍ជាក់ស្ដែងសម្រាប់កិច្ចប្រជុំរបស់ឪពុកម្ដាយមានភាពបត់បែននិងប្រែប្រួលគុណវិបត្តិគ្រូគឺត្រូវការបណ្ដុះបណ្ដាលពិបាកក្នុងការដាក់ពិន្ទុនាំឲ្យមានភាពជឿជាក់ទាបចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យការដាក់ពិន្ទុនិងជួបសិស្សអាចជ្រើសរើសព័ត៌មានដើម្បីបញ្ចូលក្នុងផលប័ត្រមិនបានល្អឪពុកម្ដាយអាចនឹងពិបាកយល់ពីផលប័ត្រអញ្ចឹងសម្រាប់ផលប័ត្រនេះដែរគឺមាន4ប្រភេទរួមបញ្ចូលជាមួយនឹង Digital មួយទៀត1ផលប័ត្រស្នាដៃអញ្ចឹងគោលបំណងបង្ហាញពីកិច្ចការល្អរបស់សិស្សប្រើជាការចងចាំប្រើដើម្បីទំនាក់ទំនងជាមួយគ្រួសារបង្ហាញនៅអ្វីដែលសិស្សមានមោទនភាពបំផុតឬដើម្បីបង្ហាញនៅឧទាហរណ៍វិជ្ជមាននៃបទពិសោធន៍សិក្សាឬសកម្មភាពក្នុងថ្នាក់របស់សិស្សហ្នឹងតើសិស្សហ្នឹងគាត់មានបទពិសោធន៍អ្វីខ្លះឬមួយក៏សកម្មភាពអ្វីខ្លះនៅពេលដែលគ្រូបានបង្រៀនហើយពីផលប័ត្រសមត្ថភាពបង្ហាញពីកំណត់នៃការសម្រេចសមិទ្ធផលដោយគោរពតាមគោលដៅសិក្សាឬលទ្ធផលសិក្សារំពឹងទុកមួយឬច្រើនប្រភេទផលប័ត្រនេះអាចប្រើជាមួយសិស្សនៅគ្រប់កម្រិតថ្នាក់3ផលិតផលប័ត្រគម្រោងប្រើដើម្បីចងក្រងឯកសារនិងបញ្ចប់ជំហាននីមួយៗក្នុងគម្រោងដែលធ្វើឡើងក្នុងរយៈពេល1
ធាតុដែលបានបញ្ចូលផ្ដល់នៅផុសតាំងនៃការចូលរួមក្នុងដំណាក់កាលនីមួយៗនៃការងាររបស់គម្រោង 4. ផលប័ត្រប្រើប្រាប់ពីការរីកចម្រើនអញ្ចឹងអាចបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការសិក្សាមុខវិជ្ជាមួយកាន់តែប្រសើរឡើងធ្វើឲ្យមានការរីកចម្រើននៅអ្វីដែលយើងបានបង្ហាញទៅកាន់ពួកគាត់ទាំងអស់គ្នានឹងមូលប្រមូលគំរូនិងការងារក្នុងរយៈពេលមួយដើម្បីបង្ហាញការរីកចម្រើននៃចំណេះដឹងនិងជំនាញដែលបានផ្ដល់ឲ្យគាត់រក្សាទុកនៅគំរូនៃសំណេរតាំងពីដើមឆ្នាំសិក្សាបន្ថែមគំរូបន្តបន្ទាប់ដាក់ទៅក្នុងផលប័ត្រក្នុងរយៈពេល1ឆមាសឬមួយក៏1ឆ្នាំទៅតាមការដែលគ្រូបានកំណត់ឬមួយគ្រូដែលគ្រូបានរៀបចំអញ្ចឹងស្វ័យឆ្លុះបញ្ចាំងហ្នឹងដែលសរសេរតាមពេលវេលាពីពណ៌នាពីការផ្លាស់ប្ដូរដែលបង្ហាញនៅសមិទ្ធផលនិងសមត្ថភាពនៃការរីកចម្រើនបន្តិចម្ដងផលប័ត្រ digital អញ្ចឹងផលប័ត្រ digital ហ្នឹងគឺការផ្លាស់ប្ដូរប្រមូលភស្តុតាងអេឡិចត្រូនិកដែលជាធម្មតាត្រូវបានរក្សាទុកនិងគ្រប់គ្រងលើអ៊ីនធឺណិតដោយកម្មវិធី software លើកុំព្យូទ័រអញ្ចឹងសារៈសំខាន់នៃផលប័ត្រ digital នឹងគឺផ្ដល់នូវការរក្សាទុកព័ត៌មានប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាពសិស្សអាចបន្ថែមឧទាហរណ៍ការឆ្លុះបញ្ចាំងនិងការទាញទិន្នន័យលើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់លើបុគ្គលការច្នៃប្រឌិតនិងសម្លេងរបស់សិស្សដែលផ្ទាល់ងាយស្រួលប្រើប្រាស់និងអាចផ្លាស់ប្ដូរទីតាំងបានអញ្ចឹងជំហាននៅក្នុងការរៀបចំនិងការវាយតម្លៃនិងការអនុវត្តការវាយតម្លៃផលប័ត្រនឹងដែរគឺទាំងអស់គឺមាន9ជំហានទី1ហ្នឹងគឺកំណត់គោលបំណងនឹងមានថាកំណត់ច្បាស់លាស់អំពីគោលបំណងនៃអញ្ចឹងលទ្ធផលសិក្សារំពឹងទុកនៃមុខវិជ្ជានិងលទ្ធផលសិក្សារំពឹងទុកកំណត់ដោយក្រសួងបញ្ស៊ីគ្នាជាមួយនឹងស្តង់ដារខ្លឹមសារមុខវិជ្ជា2គឺកំណត់រចនាសម្ព័ន្ធរូបរាង digital អញ្ចឹងពិចារណាទៅលើទំហំនិងការរក្សាទុកសម្ភារៈដែលត្រូវការសម្រាប់ខណ្ឌចែកឯកសាររចនា digital ប្រែប្រួលតាមកម្មវិធីឬការបង្កើតខ្លួនឯង3កំណត់ខ្លឹមសារគំរូកិច្ចការនិងការវាយតម្លៃលំដាប់នៃគំរូកិច្ចការឧទាហរណ៍នៃមុខវិជ្ជាជាក់លាក់បត់បែននិងលក្ខណៈជាបុគ្គលប្រភេទដែលត្រូវគោលការណ៍4ការកំណត់ការណែនាំស្វ័យវាយតម្លៃនិងលក្ខណៈវិនិច្ឆ័យនិងការដាក់ពិន្ទុសិស្ស5ពិនិត្យឡើងវិញជាមួយនឹងសិស្សមានពន្យល់ពីផលប័ត្របង្ហាញឧទាហរណ៍ផ្ដល់ឱកាសឲ្យសិស្សសួរសំណួរផ្ដល់រចនាសម្ព័ន្ធគ្រប់គ្រាន់ទៅដល់សិស្សប៉ុន្តែនៅក្នុងនឹងដែរគឺលើកទឹកចិត្តដល់ស្វ័យភាពរបស់សិស្ស6ការដាក់ខ្លឹមសារអញ្ចឹងកំណត់អ្នកដែលជ្រើសរើសខ្លឹមសារផលប័ត្រសិស្សឬគ្រូបន្ថែមស្នាដៃសិស្សជាប្រចាំតររយៈភាពនៃការចូលរួមរបស់សិស្សនឹងដែរចំណុច7គឺស្វ័យវាតម្លៃរបស់សិស្សលើខ្លឹមសារមេរៀនបង្រៀនសិស្សឲ្យចេះវិភាគនិងរិះគន់កិច្ចការរបស់ខ្លួនចាប់ផ្ដើមជាមួយនឹងការឆ្លុះបញ្ចាំងសាមញ្ញឈានទៅរកការវាតម្លៃកាន់តែស្មុគស្មាញប្រើប្រាស់តម្រុយនិងសំណួរលើកទឹកចិត្តឲ្យសិស្សនឹងមានការស្វ័យឆ្លុះបញ្ចាំងសម្រាប់ការយល់ដឹងអំពីការចូលរួមរបស់សិស្សនៅចំណុចខ្លាំងនិងតម្រូវការក្នុងការបង្រៀន8ការវាតម្លៃរបស់គ្រូនិងព័ត៌មានត្រឡប់គ្រូវាតម្លៃផលប័ត្រដោយប្រើតារាងបញ្ជីការវាតម្លៃគុណភាពរួមការវាតម្លៃការដាក់បញ្ចូលឯកសារជាលក្ខណៈបុគ្គលវាតម្លៃគុណភាពរួមនៃការបណ្ដុំផលប័ត្រវាតម្លៃការដាក់បញ្ចូលឯកសាររបស់សិស្សដោយផ្អែកលើវត្ថុបំណងការសិក្សានិងស្តង់ដារអញ្ចឹងផ្ដល់មតិលំអផ្ដល់ការកែលម្អដល់សិស្សដែរដើម្បីណែនាំសិស្សពីការរីកចម្រើនដោយសារតែសិស្សគឺគាត់អាចថាគាត់ដាក់នៅកិច្ចការនឹងមួយគឺគាត់មិនអាចធ្វើល្អទាំងស្រុងទេអញ្ចឹងអាចនឹងមានការចំណុចខ្វះខាតអីមួយរបស់គាត់ដែរអញ្ចឹងពេលដែលយើងកែលម្អទៅលែងអាចនិយាយថាគាត់នឹងមានការរីកចម្រើនជាងមុនពិចារណាលើការប្រើនីតិបទឬលក្ខណៈវិនិច្ឆ័យនៃការដាក់ពិន្ទុក្រុមតដល់ការលូតលាស់និងការអភិវឌ្ឍរបស់សិស្សអញ្ចឹងចំណុចទី9កិច្ចប្រជុំរវាងគ្រូនិងសិស្សត្រួតពិនិត្យខ្លឹមសារការឆ្លុះបញ្ចាំងការវាយតម្លៃ
បង្កើតទំនុកចិត្តនិងបញ្ជាក់ពីគោលបំណងនិងដំណើរការវិភាគវឌ្ឍនភាពនិងផែនការសកម្មដែលដឹកនាំដោយសិស្សសង្កត់ធ្ងន់លើលទ្ធភាពនិងវឌ្ឍនភាពអញ្ចឹងកំណត់ពេលប្រជុំពី10ទៅ15នាទីការពិភាក្សាប្រកបដោយការគិតពិចារណានិងមានការលើកទឹកចិត្តដែរអញ្ចឹងចំណុចមួយទៀតគឺកត់ត្រាសម្រាប់ជាឯកសារយោងនិងជាផែនការនាពេលអនាគត6សង្ខេបអញ្ចឹងសារៈសំខាន់នៃផលប័ត្រនឹងគឺជាការប្រមូលនិងវិតម្លៃស្នាដៃការងាររបស់សិស្សដែលបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកសម្រេចលទ្ធផលសិក្សារំពឹងទុកនិងការសម្រេចចិត្តនៅស្តង់ដារនៃការសិក្សាចាសម្រាប់មេរៀននេះដែរគឺនាងខ្ញុំបានបញ្ចប់ការសង្ខេបនេះអរគុណលោកគ្រូជំរាបលាលោកគ្រូ